ថ្ងៃតុលាការព្រហ្មទណ្ឌអន្តរជាតិកំពុងតែរមុខមេដឹកនាំផ្ដាច់ការមិននឹងឡើងនឹងទៀតហើយថៃហ្នឹងគេចាប់ផ្ដើមចូលទៅចាប់ដៃចាប់ជើងចឹងទៅគេស្អំចិត្តចឹងទៅគេសរសើរអំពីការដឹកនាំរបស់ភូមាហើយគេពង្រឹងកិច្ចសហប្រតិការទំនាក់ទំនងល្អរវាងភូមានិងថៃអាចដើម្បីទប់កុំឲ្យទៅហ៊ានឬក៏អាចំនួនព្រំដែនភូមាហ្នឹងវាក៏ក្រើកទៅពងអាប្របាក់ទប់ជាមួយខ្មែរផងមានភូមាក៏ក្រើកទៅខ្លាចខ្មែរវាយថៃវិញទៅទុនទាំងសងខាងក៏មិនដឹងបានជាដូចថាត្រឡប់តលិនលែងស្គាល់ទំនៀមទម្លាប់ច្បាប់ស្អីសិទ្ធិមនុស្សប្រជាធិបតេយ្យអីទៅអោបកសោបមេដឹកនាំផ្ដាច់ការដែលដុតមនុស្សទាំងរស់នៅភូមាហ្នឹងគឺសម្លាប់មនុស្សរាប់ពាន់នាក់រួចទៅចាប់ដាក់គុកដាក់ច្រវាក់ក៏រាប់ពាន់នាក់មនុស្សរាប់ម៉ឺននាក់ខ្លោចផ្សារជនភៀសខ្លួនលានអ្នករបស់រ៉ូហិញយ៉ាហ្នឹងគឺប្រសិទ្ធប្រសាច់ពេញទឹកពេញដីធ្វើបាបប្រជាពលរដ្ឋរ៉ូហិញយ៉ាដែលជាជនភៀសខ្លួនហ្នឹងរហូតតតែជាប់ចោទពីបទអំពើបលាយពូជសាសន៍ហើយធ្វើបាបអ្នកស្រីអងសានស៊ូជីរំលាយគណៈបកប្រឆាំងចាប់មេដឹកនាំបកប្រឆាំងដាក់គុកអូយវេទនាណាស់និយាយទៅគឺភូមានឹងធ្វើឲ្យអាស៊ាននឹងអាប់មុខភូមាកម្ពុជានិងថៃហ្នឹងក៏ធ្វើឲ្យអាស៊ានអាប់មុខដែរព្រោះសុទ្ធតែដឹកនាំរបៀបផ្ដាច់ការដល់ពេលអញ្ចឹងអត់ណាជួយណាទេតែឥឡូវទៅជានាំគ្នាអោបកសោបភូមាឥឡូវឃើញរដ្ឋមន្ត្រីការបរទេសអាស៊ានដែលជាម្ចាស់ផ្ទះអាស៊ានគេហៅប្រធានបដូវវេនអាស៊ានហ្នឹងមកបំពេញទស្សនកិច្ចនៅប្រទេសថៃគេស្និទ្ធស្នាលគ្នាគេជជែកគ្នាពីរឿងអ្នកស្រីអង្សានស៊ូជីក៏ប៉ុន្តែខាងក្រុមតំណាងរាជសភាអាស៊ានគាត់បានពមៀនថាថៃក៏កំពុងតែលេងជាមួយនឹងភ្លើងហើយគឺធ្វើឲ្យអាស៊ាននេះកាន់តែចុះខ្សោយហើយព្រោះអីអត់បានដាក់ទណ្ឌកម្មភូមាសោះតកតងនឹងការបរំលោភបំពានសិទ្ធិមនុស្សអីអញ្ចឹងផ្ទុយទៅវិញបែរទៅជាសរសើរបែរទៅជាស្និទ្ធស្នាលបែរទៅជាអីចឹងហើយចង់ឲ្យអាស៊ានចង់ឲ្យភូមាហ្នឹងកាន់តែមានមុខមាត់នៅក្នុងអាស៊ានឲ្យគេអញ្ជើញប្រជុំឲ្យអញ្ជើញអីចឹងលាក់នឹងលាក់កំពុងលួងភូមាលួងហ្វីលីពីនហ្នឹងឲ្យផ្ដល់សិទ្ធឲ្យភូមាព្រោះភូមាហ្នឹងអត់មានណាចង់ឲ្យចូលក្នុងប្រជុំទេព្រោះចង្ហៃប៉ុន្តែអត់អាចទៅកែភូមាបានដោយសារអត់មានសម្ពាធអីទាល់តែសោះប្រទេសអាស៊ានខ្សោយដូចគ្នានិយាយទៅដោះស្រាយតែខ្លួនឯងអត់បានយើងទៅចោលភូមាមិនឥឡូវកម្ពុជាទៅចោលភូមាមិនបើខ្លួនឯងមលាយសិទ្ធិមនុស្សប្រជាធិបតេយ្យដែរធ្វើបាបតែប្រជាពលរដ្ឋខ្លួនឯងគេថ្កោលទោសជុំវិញពិភពលោកដែរថៃក៏តែអញ្ចឹងឥឡូវមកឈ្លានពានខ្មែរឲ្យខ្លួនឯងក៏មានបញ្ហារឿងសិទ្ធិមនុស្សប្រជាធិបតេយ្យនឹងច្រើនលើកច្រើនគ្រាដែរមានរដ្ឋបហារដ្ឋផ្លិចអីហ្នឹងអញ្ចឹងទៅរួចតែអញ្ចឹងទៅវាអត់មាននរណាអញ្ចឹងអាស៊ានមានប្រទេសដែលជាបន្ទុកវៀតណាមកុម្មុយនីសអញ្ចឹងទៅឡាវនឹងក្រោមការគ្រប់គ្រងរបស់វៀតណាមដាច់អីអញ្ចឹងទៅដូច្នេះអាស៊ានហ្នឹងគឺតបៅទ្រូងរហូតតែពឹងកើតតែយ៉ាងណាសមាជិកសភាសិទ្ធិមនុស្សនេះគាត់ចេះតែដាស់តឿនក្រៅរំលឹកព្រមានទៅប៉ុន្តែរឿងធ្វើតាមវាជាស្ថាប័ននយោបាយពិបាកដែរ